ខ្ញុំចង់ប្រាប់អំពីរឿងដំណើរជីវិតរបស់ខ្ញុំដើម្បីចែករំលែកជាមួយអ្នករាល់គ្នាខ្ញុំបានព្យួរការសិក្សាក្រោយពីរៀនបានតែ6 ខែប៉ុណ្ណោះប៉ុន្តែខ្ញុំនៅចូលរៀនមុខវិជ្ជាខ្លះដោយគ្មានអាជ្ញាប័ណ្ណមានមុខវិជ្ជាមួយដែលខ្ញុំចូលចិត្តខ្លាំងគឺរចនាអក្សរសាស្ត្រនៅពេលនោះខ្ញុំមិនដឹងថាវាមានប្រយោជន៍អ្វីទេប៉ុន្តែ10 ឆ្នាំក្រោយមកនៅពេលដែលយើងចាប់ផ្ដើមបង្កើត Computer Mac ដំបូងចំណេះដឹងនោះបានធ្វើឲ្យ Computer Mac មានការរចនាអក្សរស្អាតបើសិនជាខ្ញុំមិនបានរៀនមុខវិជ្ជានោះទេ Computer ទាំងអស់ប្រហែលជាគ្មានអក្សរដ៏ស្អាតបែបនេះទេអ្នកមិនអាចដឹងពីអនាគតទេតែអ្នកអាចជឿថាគ្រប់រឿងរ៉ាវនឹងត្រូវភ្ជាប់គ្នានៅថ្ងៃណាមួយខ្ញុំបានចាប់ផ្ដើមក្រុមហ៊ុន Apple ដោយដៃរបស់ខ្ញុំនៅអាយុ20 ឆ្នាំក្រោយពីយើងជោគជ័យធំឡើងខ្ញុំត្រូវបានគេដេញចេញពីក្រុមហ៊ុនដែលខ្ញុំបង្កើតវាធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់ប៉ុន្តែនោះហើយជាពេលដែលខ្ញុំរកឃើញអ្វីថ្មីដោយបង្កើត Next និង Pizza បានជោគជ័យក្នុងការផលិតភាពយន្តគំនូរជីវចលរឿង Toy Story ហើយក្រោយមក Apple បានទិញ Next ហើយខ្ញុំបានត្រឡប់ទៅក្រុមហ៊ុនចាស់ Apple របស់ខ្ញុំវិញពេលអ្នកធ្លាក់ដល់ចំណុច0និងបាក់ទឹកចិត្តសូមកុំបោះបង់អ្វីៗដែលកើតឡើងមាន Apple និងន័យរបស់វាគ្រាន់តែអ្នកមិនទាន់បានដឹងពេលខ្ញុំឆ្លងកាត់ការព្យាបាលជំងឺមហារីកវិជ្ជបណ្ឌិតបាននិយាយថាខ្ញុំនៅសល់អាយុតែ3 ទៅ 6 ខែប៉ុណ្ណោះប៉ុន្តែខ្ញុំបានជាសះស្បើយនៅពេលនោះការគិតអំពីសេចក្តីស្លាប់ធ្វើឲ្យខ្ញុំផ្លាស់ប្ដូរទាំងស្រុងវាជាឧទាហរណ៍ដ៏ល្អបំផុតដើម្បីស្វែងរកអត្ថន័យពិតប្រាកដនៃការរស់នៅព្រោះវាជួយឲ្យអ្នកចង់ឆាប់ធ្វើអ្វីដែលអ្នកចង់ធ្វើនិងការប្រើប្រាស់ពេលវេលាឲ្យមានតម្លៃបំផុតក្នុងជីវិតរបស់អ្នក